ព្រះគម្ពីរគឺជាអ្វីនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នានឹងរៀនឲ្យស្គាល់ថាតើព្រះគម្ពីរគឺជាអ្វីហើយនៅក្នុងនោះគឺមានចំណុចសំខាន់ដែលនិយាយអំពីព្រះគម្ពីរគឺជាសៀវភៅដែលកត់ត្រាហេតុការណ៍ប្រវត្តិសាស្ត្រព្រះគម្ពីរគឺជាសៀវភៅដែលកត់ត្រាការពិតនៅប្រវត្តិសាស្ត្រចាប់ពីឆ្នាំ1446មុនគ្រិស្តសករាជដល់ឆ្នាំ90នៃគ្រិស្តសករាជកំឡុងពេល1500ឆ្នាំមានមនុស្ស40នាក់ជាអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់39កាន់គឺនៅក្នុងឆ្នាំ90នៃគ្រិស្តសករាជក្រុមប្រឹក្សានៃចាមនីព្រះគម្ពីរសញ្ញាថ្មីមាន27កាន់នៅក្នុងឆ្នាំ397មុនគ្រិស្តសករាជក្រុមប្រឹក្សានៃខាតាហ្គូសម្រេចបានជាព្រះគម្ពីរព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានកត់ត្រាប្រហែល2000ឆ្នាំមុនក៏ដោយក៏សព្វថ្ងៃនេះរឿងនៅក្នុងព្រះគម្ពីរគឺនៅតែជាការពិតព្រះគម្ពីរបានកត់ត្រាអំពីប្រភពដើមចក្រវាឡមនុស្សអំពើបាបសេចក្តីសង្គ្រោះចុងបញ្ចប់នៃផែនដីឋានសួគ៌និងស្ថាននរកយើងគិតថាព្រះគម្ពីរគឺជាគម្ពីរសាសនាប៉ុន្តែគម្ពីរនេះមិនមែនដូចគម្ពីរសាសនាផ្សេងៗទេបើយើងអត់ស្គាល់ប្រវត្តិសាស្ត្រនៃព្រះជាម្ចាស់ពេលនោះយើងនឹងបាត់បង់សេចក្តីពិតបើយើងស្គាល់ព្រះគម្ពីរទាំងអស់និងប្រវត្តិសាស្ត្រនៅផែនដីពេលនោះយើងឈ្នះការលបួងនៃអរិយសាតាំងប្រវត្តិសាស្ត្របានពន្យល់អំពីព្រះគម្ពីរដែរដូច្នេះបើយើងចង់ស្គាល់ប្រតិយនៃព្រះជាម្ចាស់យើងត្រូវស្គាល់ចំណុចសំខាន់ៗក្នុងប្រវត្តិសាស្ត្រជាមុនសិនប្រសិនបើយើងរៀនព្រះគម្ពីរទាំងអស់ប៉ុន្តែអត់មានការប្រព្រឹត្តតាមទេនោះក៏អត់មានសេចក្តីជំនឿដែរពេលរៀនព្រះគម្ពីរយើងអាចស្គាល់ព្រះជាម្ចាស់លក្ខណៈមនុស្សនិងលក្ខណៈសាតាំងបានក្នុងព្រះគម្ពីរគឺជាប្រវត្តិសាស្ត្រនិងសេចក្តីសន្យានៃព្រះជាម្ចាស់ពាក្យបញ្ជានៃព្រះជាម្ចាស់ទំនាយនៅអនាគតមានប្រាជ្ញាមានបណ្ដាំនៃព្រះនិងសរសើរដំកើងនៅក្នុងព្រះគម្ពីរមានសេចក្តីសង្គ្រោះព្រលឹងនយោបាយសេដ្ឋកិច្ចការទូតរដ្ឋសន្តិភាពទំនៀមទម្លាប់ប្រវត្តិសាស្ត្រអនាគតមានទេសភាពការអប់រំជាដើមព្រះគម្ពីរគឺជាការនិពន្ធនៃព្រះយេហូវ៉ារឿងប្រវត្តិសាស្ត្រនៃពិភពលោកគឺបានកត់ត្រានៅក្នុងព្រះគម្ពីរជីវិតយើងរស់នៅលើផែនដីនេះមានតែម្ដងមនុស្សទាំងអស់សុទ្ធតែចង់បានជីវិតជោគជ័យពេលនោះត្រូវតែស្គាល់ព្រះគម្ពីរទាំងអស់បើអ្នកចង់ស្គាល់ព្រះគម្ពីរទាំងអស់នោះអ្នកត្រូវដឹងចាប់ពីព្រះគម្ពីរលោកុបាទដល់វិវរណៈជាមុនសិននោះអ្នកនឹងបានស្គាល់ពីចិត្តរបស់ព្រះបើយើងអត់ស្គាល់ច្បាស់ព្រះគម្ពីរទាំងអស់ទេនោះមានន័យថាដូចជាមនុស្សដែលជឿដល់ព្រះคล้ายៗមានសៀវភៅ3យ៉ាងដែលអាចស្គាល់ពីព្រះハរតីព្រះសៀវភៅទី1គឺផែនដីសៀវភៅនេះបានបង្ហាញពីការបង្កបង្កើតដ៏អស្ចារ្យនៃព្រះទាំងអស់នៅលើផែនដីសៀវភៅទី2គឺចក្រវាឡនៅពេលយើងមើលទៅចក្រវាឡដ៏ធំទូលាយនិងធំឧត្តុង្គឧត្តមសៀវភៅទី3គឺជាព្រះគម្ពីរអ្នកដែលចង់ស្គាល់គម្ពីរនោះត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធនិងគ្រូបង្រៀនជួយដល់អ្នកពេលដែលអ្នកបានអានសៀវភៅផែនដីសៀវភៅចក្រវាឡនិងសៀវភៅគម្ពីរទាំងអស់ចប់អ្នកនឹងស្គាល់ពីព្រះハរតីរបស់ព្រះ